បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបាទខ្ញុំមកកាត់សក់ជូនបងប្អូនប្រុសម្នាក់កើតកាត់សក់បែបលើកជើងរាងខ្ពស់បងប្អូនហើយខ្ញុំជាជាងដែរតែខ្ញុំមិនដូចជាមិនសូវស្គាល់ម៉ូដមិនសូវជាស្គាល់ច្រើនបងប្អូនអូយបងប្រុសនេះកាត់ចង់កាត់សក់រាងខ្ពស់ដែរបងប្អូនហើយខ្ញុំបាទបញ្ចូលសលេងនៅម្ដុំវាស្រែវាស្រូវចឹងហើយវារៀងលឺសัตว์រីយំហើយបងប្អូនបាទបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទហើយសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានទឹកចិត្តនិងចង់ធ្វើវីដេអូជូនពុកម៉ែបងប្អូនមើលបន្តទៀតបាទសក់នេះដែរយើងយកស្និតបង្ហើបស្និតបន្តិចមកបងប្អូនហើយយើងកាត់ឈូសយកឲ្យវាកាត់អញ្ចឹងយើងកាត់លឿនបងប្អូនហើយបងប្អូនដែលចង់រៀនកាត់សក់កាត់អីខ្ញុំដៃថ្មីអីអាចមើលវីដេអូនេះហើយកុំភ្លេចជួយ Subscriber បានវីដេអូថ្មីទស្សនាទៀតបងប្អូនយើងប្រើស្និតអញ្ចឹងដើម្បីឲ្យកាត់បានលឿនយើងរៀនកាត់សក់អញ្ចឹងយើងចេះប្រើស្និតបានយើងឆាប់យល់ពីសក់ហើយយើងឆាប់ចេះកាត់បានលឿនបងប្អូនបាទហើយម៉ូដសក់នេះយើងលើកជើងឬខ្ពស់ដែរបងប្អូនឃើញទេយើងកាត់លឿនអញ្ចឹងជើងហើយមានតែបងប្អូនជួយលើកទឹកចិត្តអ្នកមួយដើម្បីជាកម្លាំងចិត្តបាទអានឹងយើងយកខាងក្រោមជើងសក់នឹងយើងយកម៉ូតូច្រឹបជើងសក់យើងនឹងយើងរំជើងសក់តិចទៅយើងឈូសឲ្យវាដាច់តិចបងប្អូនហ្នឹងហើយយើងហៅរលីងជើងសក់បងប្អូនហ្នឹងរលីងជើងសក់ឲ្យវាស្អាតឲ្យវារលោងអញ្ចឹងបងប្អូនឃើញទេបងប្អូនតែទើបរៀនចេះកាត់សក់ថ្មីថ្មោងអាចមើលវីដេអូនេះខ្ញុំបានហើយបងប្អូនដែលចាស់ហើយជាងដែលចាស់ហើយគាត់បានឃើញវីដេអូនេះហើយបើសិនជាមានការខុសឆ្គងមិនសូវស្អាតអីសូមបងប្អូនជួយ comment ខាងក្រោមប្រាប់ឲ្យខ្ញុំបាទកែតម្រូវតាមបងប្អូនឃើញផងបងប្អូននេះយើងយកខាងក្រោយបងប្អូនយើងយកខាងក្រោយនឹងយើងប្រើពុំលេខ1ក៏បានលេខ2ក៏បានដើម្បីយករាងឲ្យបានស្អាតហើយសក់នេះខ្ញុំកាត់ជូនខ្ញុំម៉ួយតាមពីតូចខ្ញុំកាត់តាមពីអាយុ4ឆ្នាំ3ឆ្នាំហើយបងប្អូនអស់កងនេះឥឡូវគេអាយុរៀងចូល10ជាងហើយនេះអាយុចូល10ខ្ញុំឃើញអស់កង12 11ហើយបងប្អូនធំដែរបងប្រុសនឹងក៏ធំដែរបងប្អូននេះយើងយកមកធ្វើច្រឹបជើងសក់ហ្នឹងយើងឈូសវាដើម្បីរលីងឲ្យវាស្អាតបងប្អូនហើយបើនៅតែមិនទាន់ស្អាតទៀតយើងប្រើលេខ0មួយទៀតបងប្អូនគឺហើយនឹងហើយយើងដល់ពេលឃើញកតិចសក់កតិចអីចឹងហើយបងប្អូនយើងយកសក់មួយទៀតឲ្យហើយបងប្អូនផ្លុំខ្យល់ផ្លុំវាប៉ោងសក់ឲ្យបាត់ហើយបងប្អូនហើយយើងយកសៃបងកយើងហ្នឹងជូតគឺនេះសិនបងជ្រះកន្តិចសក់អស់ហើយបងប្អូននឹងអានឹងយើងដើម្បីជាយើងនឹងងាយស្រួលកាត់វាមើលថាអត់ទៅសក់នឹងវានៅជាកន្តិចទីអត់ចឹងបងប្អូនឲ្យវារលឺហ្នឹងអានេះយើងរលឺបន្តិចមកបងប្អូនយើងយកមករលឺឲ្យវាស្អាតកុំឲ្យឃើញមានខ្មៅក្តិបក្តប់អញ្ចឹងបងប្អូនឲ្យកុំឲ្យរលឺឲ្យឃើញអីសរសៃសក់អីជាប់បេតាឃើញក្តិបក្តប់ឃើញដូចអាគេហៅថាចាស់គេហៅថាកណ្ដៀស៊ីđóបងប្អូននេះបាទអាហ្នឹងយើងបន្ទាប់ហើយយើងកាត់រួចហើយបងប្អូនយើងនៅសក់លើបងប្អូននៅខាងសក់លើបងប្អូនខាងសក់លើនេះយើងដើម្បីកាត់យកស្មើយើងស្បេតវាកាត់បែបគេហៅថាយើងចោះចុងសក់ហ្នឹងបងប្អូនហើយបងប្អូនដែលជាងដែលគាត់រៀនអីគាត់យល់ហើយពីការចោះចុងសក់ការកាត់បែបចុងអាណាគេហៅមុខអាណាបងប្អូនអានឹងគេហៅបែបកាត់បែបចុងអាណាកាត់បែបមុខចុងអាណានឹងយើងបាទបងប្អូន
ពេលយើងកាត់សក់លើបានស្អាតហើយយើងនឹងឃើញលទ្ធផលថាស្អាតប៉ុណ្ណាកុំភ្លេចជួយតាមដានមើលបងប្អូនអានឹងយើងកាត់សក់លើនឹងយើងហៅកាត់មុខអាណាអាឈើបងប្អូនប្រភេទមុខអាណាអាឈើទេបងប្អូនដែលធ្លាប់រីនេះគាត់យល់ពីមុខអាណាហើយបែបកាត់បែបមុខអាណាមិនគាត់ស្គាល់ដែរជាងថ្មីជាងចាស់ហើយអ្នកដែលវិស័យឆ្លាញ់វិស័យការរៀនកាត់សក់ហ្នឹងគាត់នឹងយល់ពីខៅការចោះចុងអានេះយើងឆាបដែលសក់ណាដែលបាសសក់ណាដែលបាសទៅយើងឆាបវាដើម្បីឲ្យបានស្អាតបងប្អូនវាបាសឡើងលើពេកអញ្ចឹងយើងមិនអាចយកកត្រៃកាត់ទេវាមិននិយាយទៅវាប្រើពេលយូរកត្រៃកាត់អានេះប្រើម៉ូទ័រឆាបទៅវាបានស្មើល្អបងប្អូនវាស្មើគ្នាល្អឆាបអាណាដែលបាសចោលនឹងបងប្អូនបាទមើលវីដេអូនឹងហើយបងប្អូនកុំភ្លេចជួយ Subscribe វីដេអូខ្ញុំមួយម្នាក់មួយផងបងប្អូនភ្លេចចាំមើលថាកាត់រួចហើយវាស្អាតប៉ុណ្ណាបងប្អូនកុំភ្លេចជួយទស្សនាបងប្អូនបាទខ្ញុំវីដេអូខ្ញុំមានតែពាក្យពេចន៍និយាយប៉ុណ្ណឹងហើយបងប្អូនអានឹងយើងកាត់ស្អាតហើយយើងបាញ់ទឹកបន្ថែមមកតង់ទៀតទៅធ្វើឲ្យវាកាន់តែសក់យើងកាន់តែភ្លឺរលើបរលោងនឹងបងប្អូនម្នាក់នេះដែលកាត់មួយខ្ញុំយូរដែរតាមពីអាយុ4ឆ្នាំអីខ្ញុំកាត់គាត់ឥឡូវកាត់អាយុចូល12 11ហើយបងប្អូនមួយតាមពីតូចដែរកាត់នេះតាមពីបើកហាងមកកាត់បានយូរដែរមកខ្ញុំបាទនឹងរួចហើយបងប្អូនយើងយកកសែងបោះជូតឲ្យម៉ួយវាមានអារម្មណ៍ស្រស់ស្រាយថ្លាថ្លាជ្រះសក់បន្តិចសក់ឲ្យសក់អស់សក់អីចឹងបងប្អូនបាទភ្ញៀវខ្ញុំញញឹមបិទមើលចិត្តបដ ாய் បានកាមេរ៉ាថតផងអេមែអានេះមកដល់វាអ្នកសើចជួបគ្នាវាមកពងកដោឥឡូវរួចហើយបងប្អូនស្អាតមិនស្អាតបងប្អូនជួយខមមិនខាងក្រោមម្នាក់មួយបងប្អូនប៉ុណ្ណឹងយ៉ាងមិនដែរបងប្អូននៅខាងក្រោយវាមិនទៅអីទេ